ជំរាបសួរបងប្អូនថ្ងៃនេះយើងមករៀនធ្វើជ្រក់បាយស្រូបញ៉ាំណាដោយសារតែបន្លែនេះរៀងធូរថ្លៃដែរបងប្អូនបន្លែខ្មែរយើងធម្មជាតិពិតៗអត់មានគីមីទេមើលទៅរូបរាងទៅដឹងហើយរៀងទូចដែរកាពិកពងហើយដោយសារតែធូរថ្លៃហ្នឹងឯងខ្ញុំធ្វើទុករៀងច្រើនដែរហើយធ្វើទុកក្នុងទូអញ្ចឹងអត់ងាយខូចទេបើបងប្អូនគ្នាតិចអីធ្វើតិចល្មមញ៉ាំទៅក៏បានដែរសម្រាប់បន្លែដែលខ្ញុំយកមកធ្វើជ្រក់បាយស្រូបនេះមានដូចជាតសក់ការ៉ុតឆៃថាវខ្ទឹមសខ្ទឹមក្រហមខ្ញីនិងម្ទេសម្លេហ្នឹងអត់ហឹរដូចម្ទេសយើងទូចហ្នឹងទេហើយខ្ញុំដាក់នេះដើម្បីឲ្យជ្រក់យើងឃើញពណ៌ស្អាតបើយើងដាក់ម្ទេសឆ្អើស្រាប់ស្លំជូរគ្រឿងអានោះអត់សូវឆ្ងាញ់ទេបងប្អូនម្ទេសហ្នឹងខ្ញុំទិញអស់1500ខ្ញីទិញម្ដុំ500ឆៃថាវ1 500ការ៉ុត1 500តសក់ទិញអស់1000ខ្ទឹមស500ខ្ទឹមក្រហម1000ហើយដបដែលនៅគៀនដៃខ្ញុំហ្នឹងគឺដបទឹកត្រីហើយនឹងដបទឹកខ្មេះហ្នឹងធ្វើចេញពីទឹកត្នោតនិងផ្លែចេកយកបន្លែទៅចិតស្វឲ្យបានស្អាតបន្ទាប់មកយកទៅលាងទឹកឲ្យស្អាតដែរសម្រាប់ទម្រង់នៃការចិតបន្លែបងប្អូនអាចមើលតាមខ្ញុំបានខ្ទឹមក្រហមនេះចិតហើយយកទៅត្រាំទឹកមកសន្ទុះសិនណាដើម្បីកុំឲ្យខ្ទឹមនឹងវាហាងណាបងប្អូនខ្ទឹមនឹងខ្ញុំច្រាំខ្លះចិតចំណិតខ្លះខ្ញីនឹងក៏ដូចគ្នាដែរខ្ញុំចិតទូចឆ្មាខ្លះហើយចិតចំណិតខ្លះម្ទេសម្លេនេះខ្ញុំពុះដើម្បីឆ្កោះយកគ្រាប់ចេញណាគ្រាប់វាទោះជាហឹលក៏ហឹលដល់ម្ទេសទូចដែរប៉ុន្តែត្រូវតែឆ្កោះចេញហើយឆ្កោះនឹងមិនមែនឆ្កោះចោលទេឆ្កោះទឹកដាំនឹងបើណាគេត្រូវការគ្រាប់ចង់ដាំអីហ្នឹងអាចមកយកពីខ្ញុំបានណាឆ្កោះគ្រាប់រួចហើយខ្ញុំយកទៅចិញ្ច្រាំកាលមុនខ្ញុំឆ្ងល់ថាហេតុអីគេអត់ប្រើម្ទេសឆ្អើហ្មងទៅកាប់ម្ទេសឆ្អើបានតែយើងស្លទេធ្វើជ្រក់អញ្ចេះហើយប្រើម្ទេសម្លេហ្នឹងមិនឆ្ងាញ់បន្តមកទៀតហ្នឹងខ្ញុំយកបន្លែយកមកច្បាស់ជាមួយនឹងអំបិលបងប្អូនដាក់អំបិលតិចបានហើយដើម្បីកុំឲ្យបន្លែយើងប្រៃខ្លាំងមូលហេតុដែលខ្ញុំអត់ដាក់បន្លែចូលគ្នាទាំងអស់ហើយច្បាច់អំបិលម្ដងទាំងអស់ហ្នឹងដោយសារតមួយរយៈហ្នឹងខ្ញុំត្រូវតមបន្លែឆៅខ្ញុំញ៉ាំបន្លែឆៅអត់កើតទេអញ្ចឹងខ្ញុំច្បាច់ផ្សេងគ្នាអញ្ចឹងពេលញ៉ាំទៅអត់ឈឺពោះទេដោយសារពេលយើងច្បាច់ទៅវាចេញអាស៊ីតចេញជ័រអីចេញមកចូលគ្នាអញ្ចឹងទៅញ៉ាំទៅខ្លាចឈឺពោះហ៎អញ្ចឹងខ្ញុំច្បាច់ផ្សេងបើជាទូទៅដាក់បន្លែចូលគ្នាទាំងអស់ហ្មងហើយច្បាច់អំបិលទាំងអស់ហ្មងទៅអាហ្នឹងវាងាយហើយលឿនជាងខ្ញុំធ្វើហើយមួយទៀតច្បាច់តិចទៅបានហើយបើច្បាច់ខ្លាំងឯងព្រោះតែដាក់អំបិលទៅបន្លែហ្នឹងនឹងទៅទន់ហ្នឹងពេលច្បាច់ហើយហ្នឹងយើងទុកចោលបន្តិចមើលទៅបន្លែទន់ហើយហ្នឹងឯងយើងប្រញាប់យកទៅលាងទឹកកុំទុកយូរពេកទៅទុកយូរបន្លែយើងនឹងទៅប្រៃខេះហ្មងយើងលាងឲ្យជ្រះជាតិប្រៃព្រោះយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងមិនបាច់យកជាតិប្រៃខ្លាំងពេកទេពេលយើងទៅទិញបាយគេញ៉ាំគេប្រកាសជាដាក់ជ្រក់នឹងឲ្យយើងហើយជួនកាលទៅគេអត់លាងទឹកអំបិលចេញទេតែគេដាក់ស្ករឲ្យច្រើនអញ្ចឹងយើងញ៉ាំមិនដឹងប្រៃទេពេលយើងលាងស្អាតហើយយើងយកទៅដាក់ក្នុងកញ្ច្រែងដើម្បីឲ្យស្រស់ទឹកបានល្អណាជ្រក់នេះឲ្យខ្ញុំធ្វើហើយគឺខ្ញុំយកចែកគ្នាញ៉ាំម្នាក់តិចចុះហើយសល់ប៉ុន្មានហ្នឹងខ្ញុំដាក់ទូហើយតប៉ុន្មានថ្ងៃហ្នឹងអស់ហើយឥឡូវយើងមកលាយទឹកត្រីម្ដងខ្ញុំដាក់ទឹកត្រីទឹកខ្មេះស្ករហើយលាយប៊ីចេងបន្តិចដែរដាក់តាមចំណូលចិត្តរៀងខ្លួនណាបងប្អូនដំបូងយើងលាយមុំសិនណាបើសិនជាយើងញ៉ាំទៅឃើញថាស្ទើរអីហ្នឹងចាំយើងថែមទៀតមកក៏អីដែរធ្វើការច្បល់គ្រឿងជាមួយបន្លែហ្នឹងឲ្យចូលជាតិគ្នាឲ្យសព្វទៅបងប្អូនហើយដូចខ្ញុំប្រាប់ចឹងបើខ្លាចថាលាយគ្រឿងលាយទឹកខ្មេះអីដំបូងហ្នឹងអត់ចូលជាតិអីទេយើងដំបូងយើងដាក់តិចសិនណានៅពេលដែលឃើញថាអត់ទាន់ត្រូវមាត់យើងទេយើងថែមថយតាមចំណូលចិត្តទៅនិយាយមែនណាធ្វើតាមរបៀបខ្ញុំរៀងសាំញ៉ាំបន្តិចមែនប៉ុន្តែសម្រាប់អ្នកពោះធំសរសៃខ្ចីអ្នកឈឺកាពះពោះវៀនអីហ្នឹងសិតញ៉ាំបានទាំងអស់អត់ឈឺពោះទេហើយទុកបានយូរជាងជ្រក់ដែលគេធ្វើទៀតផងហ្នឹងហើយច្បល់រហូតតតែគ្រឿងផ្សំ
ចូលជាតិជាមួយនឹងបន្លែសពអស់ទៅយើងទុកប្រហែលជា1ម៉ោង2ម៉ោងអីគឺយើងញ៉ាំបានហើយចង់ញ៉ាំភ្លាមៗក៏បានដែរគ្រាន់ថាអត់សូវឆ្ងាញ់ណាយើងធ្វើឲ្យដាក់ទូទឹកកកទៅអាហ្នឹងយើងទុកបានយូរវាមិនយូរហ្មងទេបងប្អូនជ្រក់បន្លែឆៅអញ្ចឹងណាប្រហែល 4-5 ថ្ងៃអីបានហើយកុំតែទុកយូរជាងហ្នឹងទៀតក៏ញ៉ាំអត់សូវកើតដែរហ្នឹងហើយរបៀបធ្វើគឺមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាបងប្អូនអាចយកទៅធ្វើញ៉ាំខ្លួនឯងនៅផ្ទះបានណាហើយជាចុងក្រោយអរគុណសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់បើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច Subscribe ឲ្យ Channel YouTube ក៏ដូចជា Follow Facebook Page ម្នាក់មួយផងណាជូនពរអ្នកដែលបានមើលវីដេអូនេះសូមឲ្យគាត់សុខភាពល្អរកទទួលទានមានបានទាំងអស់គ្នាណាអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ